សូមលំអរកាយក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពអាយដាមអ្នកអង្គការលោកព្រះជាលោកស្រីភ្ញៀវកិត្តិយសជាទីគោរពសូមគោរពលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់ទីជិតទីឆ្ងាយទីគោរពស្រឡាញ់ដែលបានអញ្ជើញចូលរួមក្នុងពិធីទីបណៈកានេះខ្ញុំបានតាំងមានគ្រួសារនេះផងសូមអានជូនលើជីវប្រវត្តិសង្ខេបរបស់ឧបាសកអែមហាំខួនដូចតទៅជីវប្រវត្តិលោកអែមហាំខួនសាស្ត្រាចារ្យអែមហាំខួនមានឈ្មោះដើមអែមប៊ឺកើតនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ1953ត្រូវនឹងឆ្នាំខុសនៅក្នុងភូមិកោះចេជួឃុំកគីធំស្រុកជាស្វាយខេត្តកណ្ដាលនៅក្នុងគ្រួសារកសិករក្រីក្រដែលមានឪពុកឈ្មោះអែមខែមនិងម្ដាយឈ្មោះមករឿងលោកជាកូនទី3ក្នុងចំណោមបងប្អូន5នាក់បងទី1ឈ្មោះអែមញោបានទទួលមរណភាពក្នុងសម័យប៉ុតើបងទី2ឈ្មោះអែមញើបានទទួលមរណភាពនៅឆ្នាំ1988កូនទី3ឈ្មោះអែមខាំជួនកូនទី4ឈ្មោះអែមគឹងខ្លួននៅខេត្តកណ្ដាលបច្ចុប្បន្ននៅខេត្តកណ្ដាលកូនទី5ឈ្មោះអែមហៃបច្ចុប្បន្នរស់នៅខេត្តព្រៃវែងវ័យកុមារភាពក្រោយដឹងក្តីកុមារអែមខាំខួនត្រូវឪពុកម្ដាយនឹងបានឲ្យចូលរៀននៅសាលាបឋមសិក្សាកោះគូក្នុងភូមិកំណើតរបស់ខ្លួនក្នុងថ្នាក់កុមារាខាំខួនមានចរិតប្រុសបោកឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ហើយតែងទទួលនឹងការស្រឡាញ់រាប់អានពីមិត្តភ័ក្តិបងប្អូននិងលោកគ្រូអ្នកគ្រូគ្រប់គ្នាបន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សាយុវជនអែមខាំខួនបានបន្តការសិក្សានៅអនុវិទ្យាល័យកំពង់ភ្នំនៅស្រុកលើដែកខេត្តកណ្ដាលដែលនៅឆ្ងាយពីភូមិកំណើតនៅឆ្នាំ1970យុវជនអែមខាំខួនបានតស៊ូការសិក្សានៅវិទ្យាល័យដីឥដ្ឋបច្ចុប្បន្នវិទ្យាល័យទាយវិមានទី7ស្ថិតក្នុងស្រុកជាស្វាយខេត្តកណ្ដាលជាហេតុឲ្យយុវជនយើងជួបកលលំបាកសម្រាប់ជីវភាពរស់នៅក្នុងការសិក្សានៅឆ្នាំ1975ដល់ឆ្នាំ1979ប្រទេសជាតិធាក់ក្នុងរបបល័យទូតាបលបើយុវជនអែមខាំខួនត្រូវពួកខ្មែរក្រហមបំបែកចេញយ៉ាងក្តីបង្ខំក្នុងប្រទេសទីគ្រួសារនៅអាយុ22ឆ្នាំបានជម្រាបចេញទៅរស់នៅភូមិព្រៃព្រាមឃុំរងដំរីស្រុកបាភ្នំខេត្តព្រៃវែងក្នុងសម័យកាលនោះគឺត្រូវពួកខ្មែរក្រហមប្រើឲ្យយុវជនយើងធ្វើការដូចជាសកលនៅឆ្នាំ1978យុវជនអែមខាំខួនត្រូវបានរៀបចំអភិភិជាជាមួយយុវតីកៅសមុទ្រឈ្មោះដើមទូតបានក្នុងរបបប៉ុលពតក្រោយថ្ងៃរំដោះ17មករា1979លោកអែមខាំខួនត្រូវបានរស់នៅទីក្រុងភ្នំពេញដោយចូលបម្រើជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលនៅឆ្នាំ1983ជាបុគ្គលិកសាលាគរុកសោមន្តមក្រោយឆ្នាំ1983លោកអែមខាំខួនផ្លាស់មកបម្រើការនៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដោយការងារល្អបឋមយកចិត្តទុកដាក់មានស្នាដៃភាពស្មោះត្រង់
លោកអែមហាន់គួនក៏ទទួលបានទូនាទីជាអនុប្រធានការិយាល័យផែនការចលនាក្នុងឆ្នាំ1992ក្នុងឆ្នាំ1200ក្នុងឆ្នាំ2005លោកអែមហាន់គួនបានទទួលទូនាទីជាអនុប្រធានមន្ត្រីអប់រំយុវជននិងកីឡារាជធានីដោយការស្មោះត្រង់សមត្ថកិច្ចសមត្ថភាពនិងការប្រឹងប្រែងធ្វើការរបស់លោកជួនជាតិមាតុភូមិលោកអែមខាងគួនក៏បានទទួលមេដាយមាសបានសរសើរនិងគ្រឿងអិសរាជយហុបន្តបន្ទាប់ជាច្រើនពីរដ្ឋាភិបាលនិងគឺស្ថានអប់រំឯកជនរួមមានមេដាយស្ថាបនាជាតិមេដាយការងារនិងមេដាយមាសផ្សេងជាច្រើនទាំងស្ថាប័នរដ្ឋនិងឯកជនគ្រឿងអិសរាជពីរដ្ឋាភិបាលនិងព្រះរាជាណាចក្រកម្ពុជាណាក់សិបនិតលោកអែមហាន់ខួនបានចូលនិវត្តន៍នៅឆ្នាំ2013ហើយបានបន្តលើវិស័យអប់រំឯកជនដល់បច្ចុប្បន្នក្នុងជីវភាពគ្រួសារលោកអែមហាន់ខួននិងលោកស្រីកៅចមុតបានផ្ដល់កំណើតកូនប្រុសស្រី4នាក់កូនប្រុសទី1ឈ្មោះអែមបណ្ណាគាកូនស្រីទី2ឈ្មោះអែមសុគន្ធបូថាកូនស្រីទី3ឈ្មោះអែមសុគន្ធធីរីកូនប្រុសទី4ឈ្មោះអែមកនិតក្នុងនាមជាឪពុកលោកអែមហាន់ខួនលោកបានបិទបាច់ថែរក្សាអប់រំកូនចៅមួយនៅជាទូមាននិងបណ្ដុះបណ្ដាលជូនជ្រែងទាំងកម្លាំងកាយនិងកម្មការដល់កូនមួយជាច្រើនអ្នកនឹងបាននឹងជួនកូនចៅមួយបានរៀនចប់ថ្នាក់វិទ្យាល័យថ្នាក់បញ្ញាបត្ររហូតដល់វិជ្ជាបណ្ឌិតនិងអនុបណ្ឌិតឡាពេញមួយជីវិតរបស់លោកអែមខាងគួនជាពិសេសលោកតែងតែបំពេញការងារសង្គមការងារមនុស្សធម៌ជាច្រើនគួរជាទីស្រឡាញ់ទីសំណាក់មន្ត្រីរាជការញាតិមិត្តបងប្អូននិងពលរដ្ឋដោយអកុសលនៅថ្ងៃទី24ខែធ្នូឆ្នាំ2023វាមក9:45នាទីយប់លោកអែមខាងគួនបានទទួលមរណភាពដោយជំងឺបេះដូងព្រាមក្នុងជន្មាយុ72ឆ្នាំដែលធ្វើឲ្យភរិយាកូនប្រសាចៅញាតិមិត្តបងប្អូនអ្នកជិតឆ្ងាយគ្រប់រូបមានសេចក្តីតក់ស្លុតរំភើបពួលអៈរកអ្វីព្រៀបមិនបានឡើយយើងទាំងអស់គ្នាសូមឧទ្ទិសវិញ្ញាណក្ខន្ធជូនលោកអែមហាន់ខួនឲ្យទៅបានកម្មវិធីឋានបរមសុខកុំបីព្រៀបពីឡើយនៅទីបញ្ចប់នេះតាំងមានខ្ញុំបានតំណាងឲ្យគ្រួសារនិស្សិតសូមថ្លែងអំណរគុណពីសំណាក់អាយដាមអ្នកអញ្ញាលោកជំទាវលោកស្រីយើងកិត្តិយសទាំងអស់ចំពោះការចូលរួមរំលែកទុក្ខដ៏ពីរបំរបស់គ្រួសារយើងខ្ញុំជាភរិយាកូនចៅកូនស្រីកូនប្រសាចៅនិងសាច់ញាតិនៃសពសូមគោរពជូនពរអាដាមអ្នកអញ្ញាលោកជំទាវលោកស្រីយកបុណ្យដល់ចូលរងឯថាចំណៃយកបងនៅសមកាសអត់ទេឡើងខ្សែទៅហើយមានឯអូនមើលជួយមើលបងបើដាក់នេះយកមកចាំដៃចេញវិញណា
សូមឲ្យបានគឺការពុទ្ធោទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីជាមានពីឡើយសូមគោរពអរប្រគុណនិងអរគុណបាទសូមបញ្ចប់ការនិយាយ រងឯងកុំឲ្យខាតយកលុយពីឯងវិញទៅ